បងប្អូនស្ត្រីណាខ្លះដែលធ្លាប់តែឈឺពោះហើយគាត់ថាកាត់កូននេះទៅដល់ជួបពេទ្យអត់ឈឺអត់មែនសោះចាសម្រាប់បងប្អូនស្ត្រីដែលគាត់ត្រៀមនឹងសម្រាលកូនក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីសញ្ញា4ចំណុចដើម្បីដឹងដល់បងប្អូនថាអាហ្នឹងឈឺពោះកាត់កូនឬមួយក៏ឈឺពោះមិនកើតចាក្នុងវីដេអូវគ្គ1ខ្ញុំបាននិយាយពីសញ្ញាឈឺពោះពិតប្រាកដចឹងក្នុងវីដេអូវគ្គ2នេះខ្ញុំនឹងនិយាយពីសញ្ញានៃការឈឺពោះមិនពិតប្រាកដសម្រាប់បងប្អូនដែលគាត់ចង់ដឹងក្នុងសញ្ញាឈឺពោះពិតប្រាកដអាចចូលទៅក្នុង YouTube ដើម្បីស្វែងរកបានកុំឲ្យខាតពេលវេលាយើងយូរចឹងយើងចូលមកក្នុងប្រធានបទយើងវិញសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាបងប្អូនឈឺពោះហ្នឹងឈឺមិនពិតប្រាកដមិនមែនឈឺជាការឈឺសម្រាលចាអញ្ចឹងមាន4សញ្ញាសញ្ញាទី1គឺការឈឺពោះមិនទៀងទាត់ម៉ោងចាឈឺពោះមិនទៀងទាត់ម៉ោងមានន័យថាម៉េចឧទាហរណ៍ថាបងប្អូនមានអារម្មណ៍ថាចាប់ផ្ដើមឈឺពោះនៅម៉ោង8ស្រាប់តែ1ម៉ោងក្រោយបានឈឺទៀតពោះហ្នឹងវាឈឺប៉ុន្តែឈឺអត់ទៀងទាត់ទេវាឈឺបាត់អត់ទៀងទាត់ចាអាច1ម៉ោង2ម៉ោងបានឈឺម្ដងរៀងរឹងអីអញ្ចឹងទៅចាទី2បងប្អូននឹងបាត់ទៅវិញដល់ពេលដែលបងប្អូនសម្រាកពេលដែលបងប្អូនសម្រាកដេកអីចឹងទៅវាស្រាប់តែបាត់ទៅវិញឧទាហរណ៍ថាពេលណាដែលបងប្អូនមានអារម្មណ៍ថាពេលដើរទៅមានអារម្មណ៍ថាដូចឈឺអ៊ូប៉ុន្តែសម្រាប់តែបងប្អូនទៅតម្រេដេកនៅលើគ្រែអីសម្រាប់មួយផ្លែវាបាត់ទៅវិញចាអាហ្នឹងមិនជាការឈឺពោះពិតទេទី3គឺការឈឺហ្នឹងគឺឈឺតែនៅផ្នែកខាងមុខនៃពោះទេអត់ឈឺចាក់ទៅចង្កេះទេបើសិនជាបងប្អូនឈឺតែផ្នែកខាងមុខនៃពោះអាហ្នឹងមានន័យថាបងប្អូនមិនមែនជាការឈឺពោះពិតទេទី4បងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាឈឺនឹងដំបូងឈឺខ្លាំងណាស់ស្រាប់តែផ្ទៀងមក1ម៉ោង2ម៉ោងឬមួយក៏កន្លះម៉ោងអីទៀតទៅវាស្រាប់តែវាឈឺតិចទៅវិញចាអានេះគឺជា4សញ្ញាដែលបញ្ជាក់ថាបងប្អូនមិនមែនឈឺពោះពិតប្រាកដទេអាហ្នឹងគឺជាការកន្ត្រាក់ស្បូនធម្មតាសម្រាប់ម៉ាក់ដែលគាត់មានផ្ទៃពោះចាប់ពី7សប្តាហ៍ឡើងទៅការកន្ត្រាក់ស្បូនហ្នឹងនឹងកើតមានជាញឹកជាញាប់ចាអានេះគឺជាសញ្ញាធម្មតាបងប្អូនមិនបាច់ភ័យទេគ្រាន់តែព្យាយាមសម្រាកតិចទៅវានឹងបាត់ទៅវិញចាអញ្ចឹងសម្រាប់បងប្អូនណាខ្លះដែលគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ share សម្រាប់បងប្អូនស្ត្រីផ្សេងទៀតហើយជួយ subscribe channel YouTube ខ្ញុំមួយដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងការថែទាំផ្ទៃពោះថែទាំទារកនិងការពន្យាកំណើតចាហើយអាច comment ចែករំលែកបទពិសោធន៍ម៉ាក់ដែលអាចស្លប់សម្រាប់កូនឬមួយក៏ម៉ាក់ដែលគាត់ទៅតែមានផ្ទៃពោះលើកទី1អីអាច comment សួរក្នុងវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយជួបគ្នានៅវីដេអូក្រោយចាអរគុណ